chồng riệp su bong Ricky xinh hạ ô bà biết hai chmua cha bong bà lỡ mò club mấy cứ bà côn sa bong là của Ricky bà club khá khẩn với sập đà muốn lên mà cha đai thêm đó bong này bà lo pê bà bong dương rụng đất cả một cha bao dương sần sập đà muốn trơ cái này đấy bong bà trơ cho canh bong là có chân bong bẹ chỉ là bẹ lơ ba mũi bọt này bà châu pi ní miền nào mà pe không nãy chỉ đẹp đào to lơ rinh to cất tha ai đừng bóc bóng tê mũi coi chẳng mấy này ở đây bong pe bẹ chứ rong pu cái trôi trong bay kia lọp về trong ố trong song sắc với bong liêm đây mà đó bà tay hai nút thôi bong ôn là control bật chia bay chật men đây sai khơi cả lá co đầm miền thực chất chỉ đẹpประโยชน์ngày nụ cả lá co chân o xu linh đây mà đó bà pin chân này cáp cuốn bong này sắp đa còn long tay thì pin chân này khơi bong ôn lơ thực chất để chán này bong bà khơi bong ônยัง control ច្រើនnó bayចិត្តហើយនឹងខំប្រឹងតទៀតចង់ឲ្យការប្រកួតលើក្រោយក៏ជក់ចិត្តទៀតអីយ៉ានេះបែបនេះហើយតែពេលបងបង្ហាញការប្រយុទ្ធដល់ជក់ចិត្តទៅឥឡូវនេះសប្តាហ៍នេះមានឱកាសលេងថាម៉ារ៉ាតុងហើយទៅដើមពៀនបាទដឹងឡើង hand format tournament ដឹងថាមានដៃគូណាគេខ្លះបងមានដូចជាកីឡាករខ្មែរ2ហើយបរទេស2បងមានចិនហើយនឹងភូមាបងចិនភូមាហើយខ្មែរដូចជាណាំឈីវគុនខ្មែរមួយស្គាល់ណាំឈីវបងស្គាល់ដល់ធ្លាប់ប៉ះកាត់ពីមុនដងដែរតែឈ្នះបន្ទូអូប៉ះម្ដងមួយបងប៉ះម្ដងគាត់ឈ្នះបន្ទូគាត់ប៉ុន្តែចុះសមត្ថភាពកីឡាករចិនហើយភូមាមិនដែរបាទគាត់សាល្អដែរបងល្អដែរបាទអីយ៉ូបាទរំលោភចុះបងដើរលេងលក្ខខណ្ឌប្រកួត format tournament ពីមុនមកអត់ធ្លាប់លេងម៉ារ៉ាតុងហើយបងបាទឈ្នះពៀនដែរមកណោះមួយថ្ងៃបានប្រកួតយកពៀនតែម្ដងឬមួយក៏យ៉ាងម៉េចដែរប្រកួត2ប្រកួតក្នុងតែមួយថ្ងៃហ្នឹងអញ្ចឹងថា format tournament ហើយព្រោះសារយកម៉ារ៉ាតុងយ៉ាងខ្លះវាអាចមានអាទិត្យផ្សេងគ្នាអញ្ចឹងណាបាទហើយផលលំបាកនៃការលេង format tournament ហ្នឹងយ៉ាងម៉េចដែរបងបាទផលលំបាកបងគ្រាន់តែយើងប្រកួត2ជុំហ្មងវាកម្លាំងយើងយ៉ាងធ្លាក់បន្តិចដែរបងអញ្ចឹងមានតែវឹកហាត់បន្ថែមកម្លាំងឯងបងណោះត្រៀមខ្លួន 100% បងការវឹកហាត់ខ្លាំងបាទខ្ញុំជឿថាបងបាទប្រកាសជានៅរក្សាឆន្ទៈព្រោះរក្សាសប្តាហ៍កន្លងផុតទៅបងបានបង្ហាញយ៉ាងល្អយកទឹកចិត្តបងប្អូនបានច្រើនណាអញ្ចឹងសប្តាហ៍នេះទោះបី format អាចថាព្យាយាមយ៉ាងណាក៏នៅតែរក្សាវិជ្ជាប្រៃរបស់ខ្លួនឯងដែរបាទអញ្ចឹងបងការបង្ហាញខ្លួនក្នុងសង្វៀន Mafai Cambodia បាទអញ្ចឹងមានអីនិយាយទៅកាន់បងប្អូនទេនៅថ្ងៃទី2ខែវិច្ឆិកានេះបាទដាំផ្ញើដល់បងប្អូនបាទជួយជាមួយខ្ញុំបាទ Ricky សិង្ហប្រកួត format tournament ហើយនឹងធ្វើឲ្យបងប្អូនជក់ចិត្តដោយការប្រកួតសប្តាហ៍មុនដែរបាទជូនពរណាបាទជូនពរបងបាទ